ជំរាបសួរក៏ដូចជាសួស្តីទៅកាន់ប្រិយមិត្តអ្នកស្ដាប់នៅក្នុង Channel នីតិរឿងខ្មោចរាត្រីទាំងអស់គ្នាហើយវិលមកជួបជាមួយនឹងខ្ញុំបាទសាជាថ្មីម្ដងទៀតហើយនៅក្នុងថ្ងៃនេះខ្ញុំដូចជាខានផលិតវីដេអូពី3ថ្ងៃដែរហើយដោយសារតែរវល់ខ្លាំងនឹងការងារផ្ទាល់ខ្លួនអីចឹងណាហើយថ្ងៃនេះគឺខ្ញុំមានរឿងមួយដើម្បីចែករំលែកទៅកាន់ប្រិយមិត្តអ្នកស្ដាប់ទាំងអស់ដោយរឿងនោះមានចំណងជើងថាព្រាយនៅផ្ទះកាលពី 4-5 ឆ្នាំដូចជា10ឆ្នាំហើយអ្នកនរគ្នាគឺមានផ្ទះមួយដែលផ្ទះគាត់ធ្វើបុណ្យជាញឹកជាញាប់ជាងគេដោយគ្រួសារគាត់រកស៊ីទូធាអញ្ចឹងមួយឆ្នាំ2ឆ្នាំអីចឹងទៅគាត់ធ្វើបុណ្យម្ដងទៅខ្លះមួយឆ្នាំហ្នឹងគឺគាត់ធ្វើបុណ្យ2-3 ដងហើយបុណ្យហ្នឹងគឺគាត់ធ្វើបុណ្យធំទៀតដូចជាបច្ច័យ4ចំហើនបច្ចុប្បន្នឬមួយក៏បុណ្យអីផ្សេងអញ្ចឹងណាឡើយចម្លែកថានៅពេលដែលគាត់ធ្វើបុណ្យហ្នឹងគឺមានហេតុកើតឡើងមួយថាមនុស្សនៅក្នុងផ្ទះរបស់គាត់ហ្នឹងគឺជាបានស្លាប់ហ្នឹងគឺចំថ្ងៃដែលគាត់ធ្វើបុណ្យចំហើនបច្ចុប្បន្នទៅទៀតដោយពេលនោះគឺស្រុកខ្ញុំគេតែនិយមថានៅពេលដែលគេធ្វើបុណ្យទានអីចឹងបើគេមិនដាក់កុនមើលទេគឺគេដាក់បាសរំតែគាត់គឺដាក់បាសរំនៅពេលដែលដាក់បាសរំទៅហ្នឹងបងហ្នឹងក៏គាត់បានចាក់ក្បាច់ចាក់អីណាណីទៅក៏បានដួលបាក់កស្លាប់ទៅភ្លាមតែម្ដងអ្នកនរគ្នាដល់យ៉ាងទៅគាត់ក៏បានទៅរៀបចំធ្វើពិធីបុណ្យចប់សពគ្រប់ហើយគឺគេធ្វើបុណ្យសពនឹងបន្តទៀតនៅពេលដែលធ្វើបុណ្យចប់សពគ្រប់ហើយហ្នឹងគាត់បានទៅហៅគ្រូមើលថាហេតុអីបានជាផ្ទះគាត់ធ្វើតបុណ្យទេហេតុអីបានជាទៅជួបរឿងបែបហ្នឹងដល់យ៉ាងទៅគាត់ក៏ត្រូវបានគ្រូប្រាប់វិញថាផ្ទះរបស់អ្នកឯងគឺមានព្រាយនៅហើយគ្រាន់តែនិយាយអញ្ចឹងគាត់ថាចុះព្រាយនឹងនៅណាគាត់ថានៅទៅសកតាលដល់ពេលគាត់សួរទៅទៀតគាត់ថាចុះកូនគាត់ដែលស្លាប់ទៅណាទៅកើតនៅណាហើយយ៉ាងម៉េចហើយអាហ្នឹងគេហៅគ្រូទាយណាបើសិនជាខ្ញុំអត់ដឹងថាគ្រូហ្នឹងគាត់ចេះមែនឬមួយកុំមិនខ្ញុំអត់ដឹងទេប៉ុន្តែតែគេហៅហ៊ានហៅគ្រូគឺសុទ្ធតែគាត់ជាអ្នកចេះដឹងហើយដល់យ៉ាងទៅនៅពេលដែលគាត់និយាយបែបហ្នឹងទៅគ្រូហ្នឹងក៏ប្រាប់ថាកូនរបស់អ្នកឯងអត់បានទៅចាប់ជាតិនៅណាទេកូនរបស់ពួកឯងកូនរបស់អមឯងហ្នឹងអត់បានទៅចាប់ជាតិនៅណាទេដោយព្រាយហ្នឹងចងព្រលឹងនៅទៅសកដាលហ្នឹងចំពោះរឿងហ្នឹងដែរបើសិនជាអ្នកនរគ្នាជឿឬមិនជឿខ្ញុំមិនដឹងថាម៉េចទេក៏ប៉ុន្តែនៅពេលកាលនោះគឺវាជួបរឿងបែបហ្នឹងមែនគាត់ថាចុះហេតុអីធ្វើដូចម្ដេចដើម្បីឲ្យកូនគាត់ហ្នឹងបានទៅចាប់ជាតិគ្រូហ្នឹងគាត់ប្រាប់និយាយវិញខ្លីថាអត់បាច់ធ្វើមិនទេគឺដូរទៅសកដាលនឹងចេញហើយដល់មុនលោកទៅសូត្រធរសូត្រអីចឹងទៅដើម្បីដេញនឹងចេញគាត់គេហៅថាគាត់រៀងធូធាដែរកូនចាស់រៀងធូធាដែរអញ្ចឹងគាត់ក៏បានហ៊ូផ្ទះធ្វើផ្ទះថ្មីតែម្ដងផ្ទះហ្នឹងគាត់នៅសពថ្ងៃហ្នឹងគាត់អត់ដូរទៅសកដាលទេហើយទៅសកដាលហ្នឹងគឺគាត់យកទៅដាក់វត្តបាត់ហើយចាប់ពីគាត់ធ្វើផ្ទះថ្មីមកគាត់សូត្រមន្តសូត្រអីហើយមកគឺផ្ទះគាត់លែងមានរឿងនឹងតទៅទៀតអញ្ចឹងបើតាមអបិយជំនឿរបស់ចាស់គាត់ឲ្យតែតសប្រហោងឬមួយក៏តសប្រេះស្រាំអីចឹងទៅគឺគាត់អត់យកមកធ្វើតសផ្ទះទេតែគាត់មិនជំនឿថាដើមតសទាំងអស់ហ្នឹងប្រកាសจะមានពពួកព្រាយបិសាចអីនៅហើយធម្មតាគ្រប់ដើមឈើទាំងអស់សុទ្ធតែមានទេវតានៅក៏ប៉ុន្តែបើសិនជាដើមឈើហ្នឹងវាបាក់ទៅហើយគេរំលំទៅហើយទេវតាគាត់លែងនៅហើយអ្នកដែលថែរក្សាដើមឈើគឺគាត់លែងនៅ
Yang pupuk amanu đôi chụp pre bay xa chạy dân tới cứ cái châu từ nơi mà đòn dân cũng chơi thể hiện thằng tục trò giống gọt miền nè nơi gọt nè mười đi cái sao để chia là bỏ để kia miền mà cha thằng ngon mà thằng dân giàu tới thử tới cái chui cà phê thả sao đây mà dân giàu tới pa nè khó tới đôi chụp hệ để nhom dày mà nắng tới thua của xa bỏ cái slap bây giờ tới được chọn một lần bỏ cái mạo tới chập chia tới giống nè nên cái họ giờ bộ amanu để miền chặt ba bay hãy hướng năng công nhân tại bộ năng đai này trong ô khía nằm ở trời lên nào khía không dùng nắng hãy cùng click chuột subscribe channel YouTube box cho mình mỗi phong nằm ở trong miền cầm làng chất nằm bằng cách là đường thông ấy nào khía bạn start gì đường rồi tray bàn time tiết bạn